nhóm cho chật án sập hờ ca án sập hờ lưỡi miên ca làng chát đời xa ta mặt thẻ bỏ nhóm có đôi chị nè chung bên luôn nhóm mà chỉ nổi cứ còn cho chật án sập hờ cứ còn cho chật từ libraryឬក៏គាត់អាចទៅហាងកាហ្វេហើយគាត់ក៏ចំណាយពេលមួយចំនួនក្នុងការអានសៀវភៅហើយប៉ុន្តែមួយចំនួនធំយុវជនខ្មែរយើងគឺគាត់អត់បានចាប់អារម្មណ៍ទៅលើការអានសៀវភៅទេមានន័យថាទំនោររបស់គាត់គឺភាគច្រើនគឺគាត់ទំនោរទៅខាង social media ច្រើនអញ្ចឹងវាធ្វើឲ្យការអានសៀវភៅហ្នឹងក៏វាបាត់បង់ជាផ្នែកមួយនៃចំណាប់អារម្មណ៍របស់យុវជននៅក្នុងពេលបច្ចុប្បន្នហ្នឹងដែរយើងអាចចំណាយពេលមួយថ្ងៃ10នាទីនៅក្នុងការអានសៀវភៅពី5ទំព័រឬក៏ទៅ10ទំព័រអញ្ចឹងនៅពេលដែលយើងបង្កើនទម្លាប់ការអានសៀវភៅបន្តិចបន្តួចជារៀងរាល់ថ្ងៃវាធ្វើឲ្យយើងមានចំណាប់អារម្មណ៍ក្នុងការអានសៀវភៅអញ្ចឹងគឺយើងអាចបន្តការអានសៀវភៅរបស់យើងនិងវា motivate យើងឲ្យកាន់តែចូលចិត្តអានសៀវភៅច្រើនជាងទៀត